សួស្តីបងប្អូនខ្ញុំបានពោស្ត topic មួយនៅក្នុង page Loading ខ្មែរដែលនិយាយអំពីហេតុអ្វីបានភ្លើងស្តុបនឹងវាបះឡើងលើជាក់ស្ដែងមានបងប្អូនយើងឆ្លើយដែរប៉ុន្តែឆ្លើយអត់ត្រូវទេដោយសារភ្លើងស្តុបនឹងវាអត់មានខូចទេបងប្អូនប៉ុន្តែវាបះឡើងលើនឹងគ្រប់ផ្លូវទាំងអស់វាមានមូលហេតុរបស់វាហើយដោយបងប្អូនមើលវីដេអូហ្នឹងអញ្ចឹងនឹងគឺជាចម្លើយហេតុអីបានភ្លើងស្តុបតែវានៅឆេះវានៅដំណើរការប៉ុន្តែវាបះទៅលើរហូតចម្លើយគឺមកពីភ្លើងស្តុបអស់ហ្នឹងគាត់អត់ខូចទេហើយការធ្វើវាបះឡើងលើហ្នឹងដើម្បីកុំឲ្យបង្កការលំបាកដល់កម្មវិធីមួយនេះដែលគេប្រារព្ធនៅក្នុងទីក្រុងរបស់ខ្ញុំកម្មវិធីហ្នឹងគឺជាកម្មវិធីសាសនាដែលគេហៅថាសេម៉ាណាសិនតានៅក្នុងទីក្រុងរបស់ខ្ញុំហើយជាក់ស្ដែងនៅក្នុងទីក្រុងរបស់ខ្ញុំហើយនឹងមានទីក្រុងផ្សេងទៀតដូចជាក្រាណាដា សេវីយ៉ាក៏ប្រពៃពិធីធំដុំដូចជាទីក្រុងរបស់ខ្ញុំរស់នៅដែរអញ្ចឹងជាស្ដែងវីដេអូមួយនេះនៅឆ្លើយចម្លើយដែលខ្ញុំបានសួរនឹងហើយបងប្អូនចាសម្រាប់អ្នកដែលចូលរួមនៅក្នុងកម្មវិធីហ្នឹងគឺពួកគាត់ត្រូវតែពាក់ឈុតបែបហ្នឹងបងប្អូនគឺសំពត់អាវពណ៌សកាន់ភ្លើងទៀនហើយនៅក្បាលគាត់ហ្នឹងគឺមានពាក់យើងហៅថាហ៊ូតឬក៏យើងថាគ្របក្បាលគ្របចិត្តគឺនៅសល់តែភ្នែកទេចឹងពេលម៉ាក់ម្នាក់កាន់ភ្លើងទៀនហ្នឹងគឺគាត់ដើរជាជួរអញ្ចឹងបងប្អូនកម្មវិធីដង្ហែហ្នឹងគឺគេធ្វើនៅពេលយប់បងប្អូនដូច្នេះហើយបានជាគេតម្រូវឲ្យដុតទៀនអ្នកដើរកាន់ទៀនជាជួរហ្នឹងគឺគេប្រារព្ធធ្វើនៅពេលយប់តាមពិតហ៊ូតដែលគេពាក់ហ្នឹងខ្ញុំឆ្ងល់ដែរថាគ្រាន់តែពាក់ទៅលើក្បាលឬក៏ចំបាច់ត្រូវតែបិទមុខឲ្យមានភ្នែកចម្លើយមួយហ្នឹងខ្ញុំអត់ទាន់រកឃើញទេបងប្អូនប៉ុន្តែគ្រាន់តែខ្ញុំឃើញជារៀងរាល់ឆ្នាំឲ្យតែគេពាក់គឺគេពាក់ក្បាលគ្របហ្នឹងហើយចិត្តដល់ភ្នែកទៀតអត់ទុកតែប្រឡោះភ្នែកទេប៉ុន្តែអាហ្នឹងខ្ញុំនឹងរកចម្លើយនៅពេលក្រោយបងប្អូននាំគ្នាឆ្ងល់ប៉ុណ្ណឹងសិនចាអញ្ចឹងកម្មវិធីនឹងចាប់ផ្ដើម start ពីដំបូងមកគឺមានអ្នកកាន់ទៀនទៅហើយបងប្អូនជាជួរហើយឥឡូវអានេះចាប់ផ្ដើមគេហៅ processor ហ្នឹងដំណើរការហ្នឹងគឺគាត់ចាប់ផ្ដើមបដាមកហើយតមកចាអញ្ចឹងតមកទៀតគឺក្រុមអ្នកដែលកាន់ដូចជាធូបទៀនចាខ្ញុំឆ្ងល់ដែរធូបដែលគេកាន់ដែលគេបោះហ្នឹងមានពណ៌បៃតងដែលគេដុតណាបងប្អូនប៉ុន្តែខ្ញុំអត់ដឹងថាកែលូពណ៌បៃតងហ្នឹងតំណាងឲ្យអីទៀតអាហ្នឹងខ្ញុំអត់ដឹងទេឬក៏ហេតុអីបានគេប្រើផ្សាយហ្នឹងពណ៌បៃតងដូចជាឆ្នាំមុនខ្ញុំឃើញផ្សាយហ្នឹងដូចជារៀងពណ៌ផ្កាឈូកអញ្ចឹងខ្ញុំមិនដឹងថាតើអាហ្នឹងពណ៌ហ្នឹងមានតំណាងអ្វីអត់ឬក៏ដោយតាមឆ្នាំឬក៏គេជ្រើសរើសទៅតាមពណ៌ដែលគេចង់រើសទេវាអត់មានគោលបំណងអីទេអានេះខ្ញុំអត់មានចម្លើយទេបងប្អូននៃសាមរាល់ឆ្នាំគឺវាមានលក្ខណៈខុសគ្នាបន្តិចដូចខ្ញុំនិយាយចឹងដូចជាធូបចឹងកាលពីគេដុតឆ្នាំទៅខ្ញុំឃើញពណ៌ផ្កាឈូកតែឆ្នាំនេះពណ៌បៃតងអញ្ចឹងហើយខ្ញុំអត់ដឹងថាវាយ៉ាងម៉េចដែរវាខុសគ្នាមិនទៅតាមឆ្នាំហ្នឹងប៉ុន្តែរឿងពាក់មុខក្លុបហ្នឹងគឺឆ្នាំមុនហ្នឹងក៏អញ្ចឹងដែរគឺហុំមុខរហូតសល់តែគ្រាប់ភ្នែកមកគូអញ្ចឹងទេចាហើយគឺក្រុមគេចាប់ផ្ដើមដង្ហែហ្នឹងគឺគាត់ដើរជាជួរហ្នឹងកូនក្មេងដែលគាត់ជួរហ្នឹងគឺកត្រកចាកត្រកហ្នឹងគឺគាត់ដាក់ដូចជាយើងហៅថារូបព្រះយេស៊ូវដែលគេបោះពុំជាកាតបងប្អូនដាក់ក្នុងកត្រកហ្នឹងដែលយើងហៅហើយកាតហ្នឹងគឺមានមួយចាហៀងរូបនាងម៉ារីមួយចាហៀងរូបគ្រឹះចឹងទៅហើយគេបើយើងទៅសុំទៅកូនហ្នឹងក៏គាត់ចែងឲ្យដើម្បីជាលក្ខណៈសាសនាដែលគេគោរពអញ្ចឹងគេសុំដើម្បីបានសេចក្តីសុខឬក៏អីចឹងបងប្អូននេះហើយជាក្រុមអ្នកដុតទៀនធូបនេះបងប្អូនអញ្ចឹងពេលពួកគាត់ដុតហ្នឹងគាត់ដើរកវីកវត្តឲ្យបងប្អូនឃើញអញ្ចឹងគាត់គ្រាន់ថាតែដុតទេប៉ុន្តែត្រូវតែកវីទៀតបងប្អូនអាហ្នឹងវាជាចំណុចដែលខ្ញុំចាប់អារម្មណ៍ដែរធម្មតាយើងគ្រាន់តែដុតយូរអញ្ចឹងតែអត់ទេគេត្រូវកវីរហូតហើយចំណុចដែលខ្ញុំចាប់អារម្មណ៍មួយទៀតបងប្អូនការសែងនៅលើក្រែនេះបងប្អូនធ្ងន់ខ្លាំងមែនតែនបងប្អូនមើលមនុស្សគឺច្រើនណាស់មិនមែនមនុស្សតិចទេដែលត្រូវសែងក្រែស្នែងហ្នឹងហើយមានទម្ងន់ខ្លាំងទម្ងន់ធ្ងន់គ្រាន់តែអ្នកសែងខាងមុខបងប្អូនមើលមានប្រមាណអ្នកអីហើយអ្នកដែលពាក់អាវពណ៌ស្វាយហ្នឹងគឺជាមេដឹកនាំឯងបងប្អូនយើងហៅថាមេដឹកនាំក្រុមដើម្បីគាត់មើលការសែងនឹងមានលក្ខណៈធ្វើបច្ចេកទេសនិងការដាក់ជើងបងប្អូនមិនមែនចេះតែដើរមិនមែនចេះតែលីមិនមែនចេះតែធ្វើចលនាខ្លួនទេបងប្អូនគឺវាមានចង្វាក់របស់វាគឺមួយទៅមកស្របតាម
ភ្លេងដែលគេវាយដែលស្គរដែលគេវាយខាងក្រោយបងប្អូនអញ្ចឹងពួកគាត់ត្រូវដើរមើលជុំវិញខែស្នែងហ្នឹងតើពួកគាត់ដាក់ជើងត្រូវគ្នាអត់ស្របជើងគ្នាអត់សង់តង់គ្នាអត់មិនមែនចេះតែដើរធ្វើឆ្កុយទេណាបងប្អូនចឹងហើយបានជាមានមេក្រុមដើម្បីគាត់មើលតាមចង្វាក់ភ្លេងហ្នឹងដើម្បីឲ្យពួកគាត់ដើរសង់តង់គ្នាទៅតាមភ្លេងដែលគេបានវាយហ្នឹងហើយអ្នកដែលសាយនេះគឺជានាងម៉ារីឯបងប្អូនគេភ្លៀកពាក់បែបនេះនឹងគ្រប់ក្បាលហ្នឹងគឺតំណាងឲ្យនាងម៉ារីហើយប៉ុន្តែអ្វីដែលខ្ញុំចម្លែកគឺឆ្នាំហ្នឹងអត់ដឹងហេតុអីបានជាគេយកនាងម៉ារីមកសែងនៅលើស្នែងខែហ្នឹងទេបងប្អូនរាល់ឆ្នាំខ្ញុំឃើញតែមនុស្សប្រុសទេអ្នកសែងខែហ្នឹងចាប៉ុន្តែឆ្នាំនេះខ្ញុំឃើញយករូបនាងម៉ារីមានន័យថាអ្នកដែលសែងស្នែងហ្នឹងគឺរៀបស្លៀកពាក់ជានាងម៉ារីមកសែងស្នែងហ្នឹងអត់ដឹងតែហេតុអីទេឆ្នាំហ្នឹងហើយបងប្អូនមើលឃើញអញ្ចឹងពីមុខដល់ក្រោយហ្នឹងតើមនុស្សចំនួនប្រមាណអ្នកដែលបានសែងខែហ្នឹងមិនតិចជាង100អ្នកឯងបងប្អូនហើយធ្ងន់ខ្លាំងណាស់100អ្នកហ្នឹងគឺដើររួចទៀតមិនមែនចេះតែដើររួចទេបងប្អូនខែហ្នឹងគឺធ្ងន់ខ្លាំងណាស់បើខាងមុខ6ហើយមកគាត់10មកប្រវែងវាប្រហែល10អ្នកជាង20អ្នកឯនេះបងប្អូនគុណមើលតើមនុស្សប្រមាណអ្នកដែលត្រូវសែងខែស្នែងហ្នឹងហើយនៅលើខែស្នែងហ្នឹងបងប្អូនគឺមានរូបជាឈើឆ្កាងមួយមានរូបជាគ្រឹះនៅលើហ្នឹងដែលគេតំណាងឲ្យសាសនាដែលគេគ្រប់នឹងបងប្អូនអញ្ចឹងបងប្អូនបានឃើញហើយនេះគឺជាក្រុមភ្លេងដែលគេលេងហើយភ្លេងដែលគេលេងនេះក៏ជាភ្លេងសាសនាដែរបងប្អូនមិនចេះតែវាយផ្ដេសផ្ដាស់ទេហើយនេះគឺជាក្មេងៗដែលដើរពីក្រោយហ្នឹងបងប្អូនអ្នកដង្ហែយើងថាអ្នកដង្ហែតាមក្បួនហ្នឹងពីក្រោយហ្នឹងគឺកូនក្មេងហ្នឹងរួចតែដើរតាមក្រោយអ្វីដែលខុសប្លែកគឺគាត់ខោបតែក្បាលទេគាត់នៅបញ្ចេញប្រឡងមុខបងប្អូនចាអរគុណសម្រាប់ការទស្សនា